ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបាទនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាតំបន់មួយនៅលើកោះរងសន្លឹមបងប្អូនកន្លែងនេះគេហៅថា Lighthouse បាទ Lighthouse ពិតជាស្រស់ស្អាតមែនទែនឥឡូវនេះយើងចាប់ផ្ដើមចេញដំណើរ3 4 5នាក់បងប្អូនបាទដើម្បីធ្វើដំណើរដោយស្មើជើងបន្ទាប់មកយើងនឹងជិះបាទម៉ូតូកង់4បងប្អូនហើយឥឡូវនេះយើងមកដល់កន្លែងមួយដែលត្រូវតែចេញដំណើរបាទចាំបានបាទបងប្អូនដោយសារកន្លែងនេះយើងជិះម៉ូតូអត់កើតបងប្អូនដោយសារផ្លូវពិបាកជិះបន្ទាប់ពីយើងទុកម៉ូតូនៅទីនេះបងប្អូនយើងដើរប្រហែលជា15នាទីយើងទៅដល់កំពូល Lighthouse បាទឥឡូវយើងចាប់ដើមដើរទៅស្មើជើងសម្រាប់ផ្លូវវិញគឺពិបាកដើរបងប្អូនដោយសារមានថ្មហើយកលុកកលាក់ច្រើនមែនទែនបងប្អូនឥឡូវនេះក្រុមការងារហើយនឹងមិត្តភ័ក្តិទាំងអស់គ្នាក៏ថប់បាទសម្រាប់ដែលចាប់ដើមចេញដំណើរបន្តទៀតសម្រាប់តំបន់ Lighthouse នេះបងប្អូនបាទកំរនឹងមានទៅដល់បងប្អូនដោយសារផ្លូវពិបាកដើរពិសេសខែភាសាវាមានភ្លៀងមិនអីយើងអត់រីកមិនបងប្អូនទៅទស្សនាទេអញ្ចឹងណាឥឡូវនេះដោយសារថ្ងៃក្តៅហើយយើងចាប់ដើមកកិតចិត្តដល់កំពូលភ្នំហ្នឹងបងប្អូនបាទហើយឥឡូវយើងមកដល់កំពូលភ្នំ Lighthouse បានសម្រាប់បងប្អូនបាទហើយចាំមើលថាយើងដើរទៅឡើងទៅលើទេបងប្អូនទៅកំពូលភ្នំនេះតែយើងទៅថតបានអ្វីខ្លះបាទឥឡូវនេះខ្ញុំចាប់ដើមបាទដើរចូលបងប្អូនបាទដើរចូលនេះឆ្លោះចូលលោកគេណាបងប្អូនបាទមិនដឹងតែគេធ្វើទៅឆ្នាំណាបងប្អូនខ្ញុំអត់ចាំដែរប៉ុន្តែទៅពេលដែលយើងដើរទៅក្នុងមានចដាបងប្អូនចដាដែកយើងអាចឡើងទៅដល់កំពូលលើបានបងប្អូនហើយចំពោះបងប្អូនដែលខ្លាចហើយខ្លាចបងប្អូនអាចអាចឡើងបានទេបាទហើយឥឡូវនេះខ្ញុំបានឡើងដល់ហើយជាពាក់កណ្ដាលបងប្អូនបាទហើយចដានេះហើយសម្រាប់ចដានេះគឺពិបាកដើរបងប្អូនបាក់ឡើងហើយសម្រាប់ទេសភាពពីលើកំពូល Lighthouse នោះគឺអែមមែនទែនបងប្អូនបាទយើងអាចថតឃើញសមុទ្រឃើញភ្នំឃើញ resort ដៃកន្ទុយផ្នែកតែម្ដងបងប្អូនបាទហើយពិសេសយើងឃើញមាននាវាដឹកcontainer បងប្អូនបាទហើយទូកនេសាទអីហ្នឹងឃើញឡើងទូចបងប្អូនបាទហើយបងប្អូនមើលនេះនាវាដឹកcontainer វាច្រើនមែនទែនបងប្អូនបាទច្រើនមែនទែនហើយសម្រាប់តំបន់នេះគឺស្រស់ស្អាតបាទហើយខ្យល់ល្អបងប្អូនហើយឥឡូវនេះបានជួបកូនក្មេងម្នាក់ដែលនាំភ្ញៀវបងប្អូនឡើងទៅមើល Lighthouse រៀងល្ងាចដែរហើយបងប្អូនប៉ុន្តែមិនអីពួកគាត់មានកាយក្មេងម្នាក់ដែរអញ្ចឹងណាហើយនេះជាទេសចរបាទដែលកំពុងតែដើរស្មៅជើងឡើងទៅ Lighthouse បាទខ្ញុំបានជួបពួកគាត់តាមផ្លូវបងប្អូនបាទហើយឥឡូវនេះបាទភ្ញៀវប្រហែលជា 4-10 នាក់បងប្អូនបាទគាត់បានចាប់តាមដើរឡើងទៅ Lighthouse ភ្ញៀវខ្លះមានឆ្កែមានអីយ៉ាងទៀតណាបងប្អូនបាទឥឡូវអ្នកដើរលេង Lighthouse ច្រើនបរទេស